วิธีชงតែបៃតងឬក៏តែក្រហមបាទជាដំបូងយើងមានជីងសម្រាប់ថ្លឹងហើយនឹងសូពីមកសម្រាប់យើងដាក់តែក្រហមហើយនឹងតែបៃតងបន្ទាប់មកយើងយកឆ្នាំងដាំទឹកអញ្ចឹងទឹកជាធម្មតាយើងដាក់1លីត្រកន្លះអញ្ចឹងទឹកនេះយើងឆុងតែបៃតងផងតែក្រហមផងអញ្ចឹងយើងដាក់3លីត្រមកបន្ទាប់មកយើងបើកភ្លើងហើយយើងដាក់ឆ្នាំងប៉ុន្តែអ្វីដែលយើងមិនអាចភ្លេចបាននោះគឺស្លឹកតើយបងប្អូនស្លឹកតើយឬក៏ហៅស្លឹកតើយព្រោះស្លឹកនេះវាជំនួយក្លិននៅពេលដែលយើងឆុងទៅវាធ្វើឲ្យតែរបស់យើងវាមានរសជាតិឆ្ងាញ់ហើយឈ្ងុយអញ្ចឹងចំពោះតែទៀតសោតគឺយើងយកតែមកខាំយើងយកមកខាំដើម្បីឲ្យវាចប់តែច្រើនវាចប់ហើយវាដល់ពេលយើងឆុងជាភេទជ្ជៈជាតែក្រូចឆ្មាឬក៏តែបៃតងអញ្ចឹងទៅគឺវាមានរសជាតិឈ្ងុយឆ្ងាញ់ហើយនេះយើងចាក់មកយើងយកមកខាំមកហើយយើងដាក់ក្នុងត្រង់តែមកយើងចាំទឹកដែលយើងដាំហ្នឹងគឺវាពុះពេលវាពុះហើយយើងទុកឲ្យវាត្រជាក់តិចសិនដើម្បីឲ្យវាចេញជាតិស្លឹកតើយហ្នឹងណាហើយវាធ្វើឲ្យទឹកហ្នឹងវាឈ្ងុយពេលយកទៅឆុងទៅវាបន្ថែមឲ្យរសជាតិភេទជ្ជៈរបស់យើងហ្នឹងវាកាន់តែឆ្ងាញ់អញ្ចឹងមកចឹងនេះយើងទុកឲ្យវាមកស្ទុះសិនទៅប្រហែលជា3 4នាទីអញ្ចឹងមកបានយើងចាក់ចូលនៅក្នុងសូរបស់យើងសូនេះយើងយកទឹក1លីត្រកន្លះមកយើងចាក់វារយវិលវាជុំវិញអញ្ចឹងបងប្អូនបាទរយវារហូតដល់អស់អញ្ចឹងមកអញ្ចឹងយើងវានឹងភាយខ្សាយក្លិនវាឈ្ងុយយើងទុកហើយការរក្សាទុកហ្នឹងគឺយើងទុករយៈពេល15នាទីទុក15នាទីដើម្បីឲ្យចេញជាតិបើសិនបើយើងទុកកាន់តែយូរវាកាន់តែចាស់ក៏វាអាចទៅបាត់រសជាតិវាកាន់ដិតពេកអញ្ចឹងណាអញ្ចឹងរសជាតិសំទោសសម្រាប់នាទី15នាទីនេះយើងទុកប៉ុណ្ណឹងគឺវាគ្រប់គ្រាន់អូខេអញ្ចឹងវីដេអូដែលខ្ញុំធ្វើមានតែប៉ុណ្ណឹងសម្រាប់ចែករំលែកដល់បងប្អូនទាំងអស់គ្នាបាទសូមអរគុណសូមជម្រាបលា